បងប្អូនឥឡូវនេះប្រទេសជាតិយើងស្ថានភាពសន្តិភាពប្រែប្រួលហើយហេតុអីបានខ្ញុំថាប្រែប្រួលបងប្អូនដឹងហើយឥឡូវនេះនាយករដ្ឋមន្ត្រីរបស់ថៃអនុทิនឆានវរៈគុលបានចេញសេចក្តីថ្លែងការណ៍ពេញមាត់ហើយគ្រប់ប៉ុស្តិ៍ទូទស្សន៍និងកាសែតទាំងអស់គឺគាត់ទុកចោលឬក៏បញ្ជូរចោលសិនផែនការសន្តិភាពអញ្ចឹងក្នុងស្ថានភាពដ៏ផុយស្រួយនេះបងប្អូនយើងត្រូវតែសហការក៏ដូចជារួមសាមគ្គីគ្នាវិញដដែលបានន័យថាថៃប្រើគ្រប់មធ្យោបាយទាំងអស់បងប្អូនដើម្បីបញ្ឆេះភ្លើងសង្គ្រាមសាជាថ្មីម្ដងទៀតពីព្រោះខាងភាគីថៃគេមិនអស់ចិត្តទេណារឿងសង្គ្រាមពីព្រោះធម្មតាទេពួកចៅឆ្លៀនពៀនតែងតែដាក់កំហុសមកលើយើងជាហេតុជាផលដើម្បីជាការគេថាបង្កាត់ភ្លើងសង្គ្រាមនឹងដើម្បីជាលេសដើម្បីឆ្លៀនពៀននៃយើងគេឃើញប្រទេសយើងទូចប្រជាជនបន្តិចណាជាតិសាសន៍យើងបន្តិចក៏ភ្លើងយើងព្រោះថាប្រដាប់ការពារជាតិយើងគេឃើញថាបន្តិចវាមិនទំនើបដូចគេក៏ប៉ុន្តែសំខាន់ទៅលើបេះដូងស្នេហាជាតិបងប្អូនឥឡូវនេះបងប្អូនឃើញហើយមានដាក់ខ្លួនឯងដើរជន់ខ្លួនឯងចំណាយកម្លាំងទាហានខ្លួនឯងចំណាយជីវិតទាហានខ្លួនឯងឲ្យដើរជន់នេះគឺជាបំណងអាក្រក់មួយដើម្បីដុតបញ្ឆេះភ្លើងសង្គ្រាមសាជាថ្មីណាថៃបងប្អូនដឹងហើយថៃគឺអាក្រក់ណាស់គ្មានទំនុកទុកចិត្តណាមួយអាចជឿលើថៃបានភាពសន្តិភាពបានទេពីព្រោះប្រទេសនេះចិញ្ចឹមចិត្តដើម្បីឆ្លៀនពៀនដីខ្មែរយើងរហូតទោះបីត្រូវចំណាយប្រជាពលរដ្ឋឬមួយក៏ទាហានងាប់ស្លាប់20 30នាក់ក៏10 20នាក់100នាក់1000នាក់ក៏វាសុខចិត្តចំណាយដើម្បីបង្កភ្លើងសង្គ្រាមសម្រាប់ធ្វើសង្គ្រាមមួយប្រទេសយើងដែរអញ្ចឹងក្រសួងការពារជាតិយើងក៏ដោយវិរៈកងទ័ពយើងក៏ដោយត្រូវតែត្រៀមជានិច្ចកុំចាញ់កលល្បិចរបស់ថៃឲ្យសោះដូចខ្ញុំបានត្រៀមចិត្តទុកមុនហើយខ្ញុំថាការដកអាវុធចេញនេះពេលដែលយើងដកអាវុធចេញអស់វាចាប់ផ្ដើមបង្កសង្គ្រាមភ្លាមក៏ហេតុផលភ្លាមដោយវាមិនខ្លាចអន្តរជាតិវាមិនយកច្បាប់អន្តរជាតិជាធំមិនយកច្បាប់អាស៊ានជាធំទេហើយលោកដូណាល់ត្រាំគ្មាននៅក្នុងកែវភ្នែករបស់វាទេណាបើនិយាយទៅប្រទេសសៀមអាក្រក់ណាស់អញ្ចឹងបងប្អូនត្រូវដឹងហើយត្រូវការពារខ្លួនជានិច្ចបងប្អូនមួយវិញទៀតប្រទេសថៃគេចិត្តបោះឆ្នោតហើយណាបងប្អូនណាអញ្ចឹងស្ថានភាពនយោបាយរបស់គេនឹងគេដើម្បីយកប្រជាប្រិយភាពអញ្ចឹងគ្រប់គណៈបកនឹងគេរុញណាមកដាក់ខាងកម្ពុជាខាងខ្មែរយើងឲ្យរឿងព្រំដែនណាបងប្អូនអញ្ចឹងវាផុយស្រួយណាស់រឿងនេះវាដុតប្រឆេះរហូតតែម្ដងធ្វើឲ្យកម្ពុជាយើងនឹងមិនបានសេរីសុខទេបងប្អូនប្រាសាទតាក្របីប្រាសាទតាខ្មាដែលយើងកំពុងតែគ្រប់គ្រងនេះហើយថៃយកជាប្រធានបទនយោបាយដ៏ក្តៅកគុះ